កម្ពុជាធ្វើនេះគេដើរផ្លូវខុសត្រង់ណាគេចង់យកឈ្នះកម្លាំងប្រជាពលរដ្ឋគេប្រើកម្លាំងទ័ពមកបក្រាបនេះជាការដើរផ្លូវខុសហើយមានតែពួកដែលកាន់អំណាចប្រជាការកុម្មុយនីសទេដែលទម្លាប់បែបនេះចំពោះអ្នកប្រជាធិបតេយ្យខ្ញុំសូមប្រាប់ទៅគណៈបកប្រជាជនជួយបោះប្រយោគឲ្យគាត់មួយចាបាទជួយបោះប្រយោគគាត់មួយចាបើចង់បានកម្លាំងប្រជាពលរដ្ឋទៅវិញគេអត់ប្រើអំពើហិង្សាទេយកចាត់ប្រជាពលរដ្ឋទៅមែនបងប្អូនដល់ផលប្រយោជន៍ជូនប្រជារាស្ត្រទៅឥឡូវគណៈបកប្រជាជនកម្ពុជាប្រកាសមកជូនចាស់មួយខែ40000ហ៊ានទេអត់ទេហ៊ានអត់គាត់ហ៊ានចាញ់គណៈបកកម្ពុជាដែរអត់គាត់នេះជួយប្រាប់គណៈបកប្រជាជនឲ្យចេះដូរអេរិយាបថដើម្បីឲ្យរកសេចក្តីសុខជូនជាតិជូនប្រជារាស្ត្រទាំងអស់គ្នាសេចក្តីសុខដែលរកបានទាំងអស់គ្នាហើយបានប្រយោជន៍ដល់គណៈបកប្រជាជនកម្ពុជាដែរគឺឈប់ប្រើកម្លាំងបាយទៅឈប់ប្រើកំភ្លើងទៅចង់ជួយប្រជារាស្ត្រទៅហើយថ្មីនេះខ្ញុំឮសូរថាយុទ្ធសាស្ត្ររបស់គណៈបកប្រជាជនកម្ពុជានេះគេថាគេឲ្យសកម្មជនគេចុះកម្រិតមូលដ្ឋានណាចាប់ប្រើមកបងប្អូនចាប់ពីថ្ងៃ10ប្រហែលនេះទៅនេះបាទគេថាចាប់ចុះកម្រិតមូលដ្ឋានណាប៉ុន្តែបងប្អូនដែរចុះរបៀបគណៈបកប្រជាជននេះណាចុះទៅរត់តែលាយហើយបាទមិនបានលាយបង្ខំមន្ត្រីរាជការឲ្យគេចុះទៅប្រាក់ខែអត់តម្លៃឲ្យគេបង្ខំគេឲ្យទៅចាយលុយនៅមូលដ្ឋានទៀតណាបងប្អូនណាហើយគណៈបកប្រជាជនចុះទៅចង់ប្រជុំឆែកធ្វើអត់បានទេក៏តែជួលមនុស្សអត់បានដែរទេបងប្អូនទៅអត់រួចទេហើយមុខអ្នកដែលទៅនោះសិតតែមុខអត់រួយហើយមួយចំនួនទៀតមុខស្អុយគឺថាគាត់អត់ពេញចិត្តនយោបាយគណៈបកប្រជាជនទេគាត់តែគេបង្ខំមកទៅបើគាត់នៅក្នុងតំណែងគាត់មិនដឹងធ្វើម៉េចបើគេបង្ខំមកទៅហើយបើគ្នាមិនទៅខ្លាចគេដកបាទទេបងប្អូនអញ្ចឹងគណៈបកសង្គ្រោះជាតិស្គាល់បញ្ហានេះសូមបងប្អូនមន្ត្រីរាជការកងកម្លាំងប្រវត្តិមានជំនឿលើគណៈបកសង្គ្រោះជាតិយើងអត់ប្រកាន់បងប្អូនទេធ្វើម៉េចគេបង្ខំមកទៅប៉ុន្តែនិយាយចំហថាឲ្យគ្រប់គ្រងគណៈបកប្រជាជនចាញ់មកវិញចេះថាឲ្យគ្រប់គ្រងសង្គ្រោះជាតិវិញហើយខ្ញុំជឿថាបងប្អូនផ្លៃស្ការកន្លងមកធ្វើចឹងកន្លងហើយប៉ុន្តែខ្ញុំគិតថារំលឹកថែមទេឥឡូវនយោបាយគាត់ដល់ប្រមូលលុយឥឡូវនេះចាត់នយោបាយរដ្ឋាភិបាលអត់លុយដើម្បីឲ្យពលនឹងចោះមូលដ្ឋានគេយកអគណៈបកប្រជាជនអត់លុយឲ្យមន្ត្រីរាជការសកម្មជនចោះមូលដ្ឋានគេប្រើមន្ត្រីរដ្ឋាភិបាលគេថាឯកឧត្តមនេះចោះប្ររឹងខេត្តនេះឯកឧត្តមនេះចោះប្ររឹងខេត្តនេះគេថាចោះប្ររឹងរដ្ឋាភិបាលក៏ស្ដាប់ជារដ្ឋសនំពលជារដ្ឋចង់រដ្ឋាភិបាលទេប៉ុន្តែតាមពិតបងប្អូនបន្លែបន្លំទេទៅធ្វើអកាឲ្យគណៈបកប្រជាជនទេប៉ុន្តែយកលុយរដ្ឋយកចាយមិនហើយរៀបគេដល់មកហើយកុំបោកគេតទៀតបងប្អូនណាបាទទេបងប្អូនមន្ត្រីរាជការនឹងបានប្រាប់ចាំហើយស្មានមន្ត្រីរាជការកងកម្លាំងប្រវត្តិឥឡូវនេះនៅចាញ់បោកគាត់ទៀតហ៎70% នៃមន្ត្រីរាជការកងកម្លាំងប្រវត្តិគ្រប់គ្រងគណៈបកសង្គ្រោះជាតិបងប្អូនប្រជារាស្ត្រខ្មែរ70 ទៅ 80% គឺត្រូវឲ្យមានការផ្លាស់ប្ដូរទាមទារមានការផ្លាស់ប្ដូរនេះជារឿងពិតនៅក្នុងការស្ទាបត្រង់មតិរបស់សហគមន៍អន្តរជាតិគេស្ទង់មតិឃើញថាប្រជាប្រដ្ឋខ្មែរនៅឆ្នាំ2013នេះទាំងអ្នកនៅក្នុងគណៈបកប្រជាជនកម្ពុជាក៏គ្រប់គ្រងឲ្យមានការផ្លាស់ប្ដូរនៅក្នុងអាណត្តិទី5នេះឲ្យបានជាដាច់ខាត